សួស្តីបងប្អូនសម្រាប់ការកាត់ខ្សែនាឡិកាសម្រាប់បងប្អូនដែលនៅឆ្ងាយជាងហើយចង់កាត់ខ្លួនឯងអត់មានឧបករណ៍អីផ្សេងចូលបងប្អូនអាចយកវិធីនេះទៅប្រើបានដំបូងយើងត្រូវមើលខាងក្បាលនៅខាងកតុយរបស់វាណាប្រភេទកន្លះនេះដែរគេហៅថាកន្លះដង្កៀបខ្ញុំមកន័យថាខាងក្បាលនេះវាមានដូចមាត់ចាមអញ្ចឹងបងប្អូនហើយសម្រាប់ខាងកតុយគឺវារាងមូលជាអញ្ចឹងយើងត្រូវដំខាងហ្នឹងហើយបើសិនជាយើងអត់មានឧបករណ៍ទេបងប្អូនក៏មានបញ្ចូលអញ្ចឹងយើងកាច់ខាងកតុយនិងខាងក្បាលវានិងខាងចុងណាកាច់វាឲ្យស្មើបែបនេះមកអញ្ចឹងណាបាទអញ្ចឹងចាំមើលបងប្អូនគ្នាបាទចាំបងប្អូនគាត់តែបបែវាខាងកតុយនោះមកខាងលើមកហើយយកកន្លះដែលយើងបញ្ចូលឬក៏កន្លះដែលយើងកាត់មុនហ្នឹងណាដែលចំកតុយវាហើយទៅកាត់ដំវាទៅតែមកតិចចេញព្រោះប្រភេទកន្លះហ្នឹងណាបាទឥឡូវចេញហើយនេះហៅថាកន្លះដង្កៀបខាងនេះគឺក្បាលខាងតាន់នេះគឺកតុយអញ្ចឹងណាបងប្អូនហើយសម្រាប់ការដាក់ចូលវិញគឺសៀតទៅដើមដូចយើងកាត់ដែរគេថាយើងសៀតចូលវិញមកអូខេបែបហ្នឹងហើយកាត់ដំចូលវិញមកហើយសម្រាប់បងប្អូនដែលមានឧបករណ៍ណាអាចយកវិធីនេះទៅប្រើបាន